ជំរាបសួរបងប្អូនអរគ្នាយើងវិលជួបគ្នាសារជាថ្មីម្ដងទៀតហើយជាមួយនឹង Mobile Style ហើយថ្ងៃនេះ Mobile Style ក៏លើកយកនៅ tweak ចំនួន5យកមកបង្ហាញដល់បងប្អូនអរគ្នាដើម្បីបានយកទៅលេង style លើទូរស័ព្ទដៃ iPhone របស់បងប្អូនទាំងអស់គ្នាផងដែរអូខេតោះអញ្ចឹងដើម្បីកុំឲ្យខាតពេល tweak ទី1ដែល Mobile Style ចង់បង្ហាញគឺជា tweak ដែលអាចអនុញ្ញាតឲ្យយើងធ្វើការចុចឲ្យជាប់ទៅលើរបាត dot នៃ home page របស់យើងដើម្បីធ្វើការលុបឬក៏ផ្លាស់ប្ដូរទីតាំងរបស់ app នៅលើទូរស័ព្ទដៃប្រភេទ iPhone របស់យើងអូខេអញ្ចឹងដើម្បីអាចធ្វើដូច្នេះបានបងប្អូនអរគ្នាគ្រាន់តែចូលទៅកាន់ site នេះហើយធ្វើការ install នៅ tweak មួយដែលគេដាក់ឈ្មោះថា Wiggle dot អូខេ Wiggle dot អូខេអញ្ចឹងយើងចូលមកកាន់ site នេះហើយយើងធ្វើការ install នៅ tweak ដែលមានឈ្មោះថា Wiggle dot នឹងមកបងប្អូនអរគ្នានឹងបាននៅការបាទចុចទៅលើ dot ហើយវាចេញលក្ខណៈជា icon ដែលយើងអាចធ្វើការ remove បានឬក៏អាចធ្វើការលុបបានឬក៏ផ្លាស់ប្ដូរទីតាំងរបស់វាបានដូចនេះឯងអូខេនេះគឺជា tweak ទី1 tweak ទី2ដែល Mobile Style ចង់បង្ហាញគឺជា tweak ដែលមានលក្ខណៈជា theme ហើយជា tweak ដែលលេង style ទៅលើប៊ូតុងនៃលេខសម្រាប់ call របស់យើងមានលក្ខណៈស្រស់ស្អាតដូចជាអ្នកខ្ញុំបានឃើញដូច្នេះឯងបាទអញ្ចឹងលេខស្រស់ស្អាតដូច្នេះមិនត្រឹមតែយើងអាចលេង style នៅលើរបបសុំទោសលេង style ទៅលើប៊ូតុង call របស់យើងដូច្នេះបានទេសូម្បីទៅលើ lock screen ទៅលើលេខកូដនៃទូរស័ព្ទដៃ iPhone របស់យើងដែលយើងចាក់សោនៅលើ lock screen របស់នៃទូរស័ព្ទដៃ iPhone របស់យើងក៏បងប្អូនអរគ្នាអាចលេង style បានដូចនេះដែរអូខេអញ្ចឹងដើម្បីអាចលេង style ដូចនេះបានបងប្អូនអរគ្នាត្រូវតែ install នៅ theme ចំនួន1ហើយនឹង Snowboard UI extension មួយដើម្បីអាចឲ្យវាដំណើរការបានអូខេពេលយើងធ្វើការ install នៅ theme មួយហើយនឹង Snowboard extension ហើយយើងចូលមកកាន់ setting ហើយយើងចូលមកកាន់ Snowboard របស់យើងមកបន្ទាប់មកបាទកន្លែង extension នេះយើងធ្វើការបើកវា enable វាមកហើយបន្ទាប់មកកន្លែង select theme នេះយើងចូលទៅកាន់វាដើម្បីធ្វើការ enable នៅ theme ដែលយើងបាន install មកហ្នឹងតែប៉ុណ្ណឹងទេបន្ទាប់មកវានឹងបាននៅការលេង style ទៅលើប៊ូតុងចុចនៃលេខប៊ូតុង call របស់យើងដូចជាអ្នកនរគ្នាបានឃើញនេះឯងអូខេនេះគឺជា tweak ទី2 tweak ទី3ដែល Mobile Style ចង់បង្ហាញគឺរបៀបដែលយើងលេង style មកនៅលើ lock screen នៃទូរស័ព្ទដៃ iPhone របស់យើងដែលមានលក្ខណៈស្រស់ស្អាតហើយនឹងមានពណ៌ដូចនេះហើយយើងអាចធ្វើការលេង style អក្សរនិងលេខនៅលើ lock screen នៃម៉ោងរបស់យើងបានស្រស់ស្អាតដូចនេះឯងអូខេអញ្ចឹងដើម្បីលេង style ដូចនេះបានបងប្អូនទាំងអស់គ្នាគ្រាន់តែចូលទៅកាន់ site នេះហើយធ្វើការ install នៅ tweak ចំនួន1ដែលគេដាក់ឈ្មោះថា Calm អូខេ Calm ហ្នឹងបាទយើងចូលទៅកាន់វាដើម្បីកំណត់ទៅមាន3ជម្រើសសម្រាប់យើងលេង style មកនៅលើ lock screen កន្លែងតម្រឹមនេះយើងអាចយក right យក center ឬក៏យក left អូខេកន្លែង color នេះយើងអាចធ្វើការបើក color របស់វាដែលមានលក្ខណៈអញ្ចឹងទៅ video icon touch យើងបើកអស់ចឹងមកអូខេបើកអស់ចឹងមកបន្ទាប់មកកន្លែង custom color នេះយើងអាចយកជាបាទពណ៌អញ្ចឹងឬក៏យើងអាចវាយលេខកូដនៃអក្សរផ្សេងទៀតឧទាហរណ៍ថែម F អីខ្លះចឹងទៅហើយបន្ទាប់មកយើងវាយទ្រង់ជ្រូកអីអញ្ចឹងទៅហើយចុច apply មកអូខេប៉ុណ្ណឹងទេកន្លែងនេះយើងមិនបាច់ធ្វើអីច្រើនទេអូខេយើងអាច custom saturation យើងអាចទាញវាឲ្យធំបន្តិចមកបាទប៉ុណ្ណឹងអូខេយើងមានប៉ុណ្ណឹងបន្ទាប់មកកន្លែង font នេះយើងអាចធ្វើការជ្រើសរើស font ទៅតាម font ដែលយើងស្រឡាញ់ឧទាហរណ៍យក bold italic នេះចុះអូខេបាទហើយបន្ទាប់មកខាងក្រោមយើងយកអញ្ចឹងដូចគ្នាដែរមកអូខេបាទអញ្ចឹង font ហ្នឹងស្អីតែយើងស្រឡាញ់ទេយើងជ្រើសរើស font អីយើងស្រឡាញ់ font អីយើងជ្រើសរើស font ហ្នឹងមកបាទអត់មានអីទៀតទេហើយកន្លែង date format នេះយើងអាចធ្វើការកំណត់ date format ឲ្យចេញ date នេះជាថ្ងៃខែឆ្នាំអញ្ចឹងមកហើយកន្លែង more នេះយើងអាចធ្វើការកំណត់នៅលក្ខណៈផ្សេងរបស់ម៉ោងនឹងឯងអូខេ
custom position នេះយើងអាចទាញវាធំទម្លាក់វាមកក្រោមឬក៏ដាក់វាទាបដើម្បីវាឡើងទៅលើអញ្ចឹងណាអូខេឧទាហរណ៍ដាក់វាប៉ុណ្ណេះចុះដើម្បីកុំឲ្យវានៅទាបពេកអូខេអញ្ចឹងយើង back ទៅវិញប៉ុណ្ណឹងហើយអស់ហើយអត់មានអីច្រើនទេចុច rest spring មកអូខេអូខេអញ្ចឹងយើងនឹងបានម៉ោងដែលយើងបានធ្វើការកំណត់បាញ់មិញគឺមានលក្ខណៈស្រស់ស្អាតដូចដែលអ្នកនរគ្នាបានឃើញដូច្នេះឯងវាផ្លាស់ប្ដូរពណ៌ហើយនឹងមានអក្សរវាជាអក្សរត្រេតដូច្នេះឯងអូខេនេះគឺជា tweak ទី3 tweak ទី4ដែល Mobile Style ចង់បង្ហាញគឺជា tweak ដែលយើងលេង style ទៅលើseries របស់យើងបាទគឺយើងអាចធ្វើការ insert នៅ picture ចូលទៅក្នុង series របស់យើងជាធ្វើជា background នៃ series របស់យើងឧទាហរណ៍ពេលយើងចូលទៅកាន់ series ទៅបាទយើងមានរូបថតរបស់យើងដែលយើងស្រឡាញ់ហ្នឹងយើងដាក់នៅជា background របស់ series shortcut ហ្នឹងឯងបាទអញ្ចឹងយើងឃើញថាវាមានលក្ខណៈស្រស់ស្អាតមែនទែនទៅលើ series ហ្នឹងឯងយើងអាចធ្វើការដំណើរការទៅលើ series ហ្នឹងហើយយើងនឹងមាន background ដែលជារូបភាពឬក៏រូបថតដែលយើងស្រឡាញ់ដាក់នៅខាងក្រោយ background ហ្នឹងឯងអូខេអញ្ចឹងដើម្បីឲ្យលេង style ដូចនេះបានបងប្អូនទាំងអស់គ្នាគ្រាន់តែចូលទៅកាន់ Cydia ហើយធ្វើការ install នៅ tweak ចំនួន1ដែលគេដាក់ឈ្មោះថា custom series BG អូខេ custom series BG 13បាទអញ្ចឹងយើង tweak ហ្នឹងអត់មានអីច្រើនទេយើងអាចបើក enable វាកន្លែងនេះយើងអាចធ្វើការជ្រើសរើសរូបភាពដែលយើងស្រឡាញ់ដាក់ជា background របស់វាអូខេហើយបន្ទាប់មកអត់មានអីច្រើនទេយើងចុច apply ទៅវានឹងដំណើរការបាទអញ្ចឹងយើងនឹងបាន background នៃ series របស់យើងដូចជាអ្នកនរមានឃើញចឹងហើយអូខេអញ្ចឹងបងប្អូនអរគ្នានឹងបានឃើញនៅបានរូបភាពដែលយើងដាក់អំបញ្ញមិញហ្នឹងចូលមកក្នុង background នៃ series ដូចនេះឯងអូខេនេះគឺជា tweak ទី4 tweak ទី5ជា tweak ចុងក្រោយគឺជា tweak ដែលយើងអាចធ្វើការមើល YouTube នៅក្នុង Safari របស់យើងដោយយើងអាចអូខេដែលយើងអាចធ្វើការ play វាជាលក្ខណៈ picture in picture នៅខាងក្រោយ background នៃទូរស័ព្ទដៃរបស់យើងដែលមានលក្ខណៈស្រស់ស្អាតដូចនេះបាទអញ្ចឹង tweak នេះ Mobile Style បានបង្ហាញវាមានច្រើនឈ្មោះហើយឥឡូវនេះឈ្មោះនេះវាមានឈ្មោះប្លែកដែលមានលក្ខណៈដូច្នេះយើងអាចធ្វើការពង្រីកពង្រួមនៅរូបភាពវីដេអូដែលយើងកំពុងចាក់ហ្នឹងនៅលើ screen home screen នៃទូរស័ព្ទដៃ iPhone របស់យើងបានយ៉ាងងាយស្រួលហើយមិនត្រឹមតែប៉ុណ្ណោះយើងអាចលាក់នៅវីដេអូហ្នឹងកុំឲ្យបាំងនៅ background បាំងនៅ home screen របស់យើងបានដូចនេះឯងអូខេអញ្ចឹងដើម្បីអាចលេង style ដូចនេះបានបងប្អូនអរគ្នាគ្រាន់តែចូលទៅកាន់Cydia ហើយធ្វើការ install នៅ tweak មួយដែលគេដាក់ឈ្មោះថាអូខេដែលគេដាក់ឈ្មោះថា PIP site អូខេ PIP site បាទអញ្ចឹងពេលយើងធ្វើការ install រួចហើយ tweak នឹងដំណើរការដោយស្វ័យប្រវត្តិនៅលើទូរស័ព្ទដៃរបស់យើងអូខេអញ្ចឹងបងប្អូនអរគ្នា tweak នេះគឺវា support ជាមួយនឹង Safari បើសិនជាយើងចាក់នៅក្នុង YouTube កម្មវិធីនៅក្នុង YouTube វីដេអូនៅក្នុង YouTube តែម្ដងយើងមិនអាចធ្វើការ play វីដេអូ YouTube នៅលើ home screen របស់យើងបាននោះទេអូខេអរគុណណាស់សម្រាប់ការតាមដានទស្សនាថ្ងៃនេះមានតែប៉ុណ្ណឹងទេខុសឆ្គងណាស់សូមអធិស្ឋាននេះ Mobile Style ក៏សូមជម្រាបលាជួបបងប្អូនអរគ្នានៅវីដេអូលើក្រោយ